ឯកឧត្តមហូតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានជួបពិភាក្សាការងារជាមួយលោកស្រី Florida Ann Camel Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរជាពិសេសជំរុញឲ្យមានជើងហោះហើរត្រង់ទៅកាន់ទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរបន្ថែមទៀតជំនួបពិភាក្សាការងារនេះធ្វើឡើងនៅរសៀលថ្ងៃទី24ខែមករាឆ្នាំ2025នៅទីស្តីការក្រសួងទេសចរភាគីទាំងពីរក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពរៀបចំឲ្យមានការចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុសារណៈយោគយល់គ្នាអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋហ្វីលីពីនដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី10ដល់ថ្ងៃទី11ខែកុម្ភៈឆ្នាំ2025ខាងមុខ